ខ្ញុំសង្កេតឃើញមករយៈហ្នឹងផ្លូវបេតុងដូចជាហួសហេតុតែម្ដងណាជាពិសេសនៅស្រុកមេសាងហ្មងណាហើយក្រោមការដឹកនាំលោករបស់លោកអភិបាលនៃគណៈបាលស្រុកមេសាងលោកហ៊ិនសុផាតណាខ្ញុំសួរថាលោកហ៊ិនសុផាតចេះខ្មាស់បងប្អូនប្រជាពលរដ្ឋអត់ចេះខ្មាស់គេទេលោកអភិបាលស្រុកមេសាងលោកមេឃុំលោកមេស្រុកលោកមេឃុំអើយហេតុអ្វីធ្វើបាបស្រុកមេសាងម្លេះណាហេតុអ្វីក៏ធ្វើបាបស្រុកមេសាងម្លេះរឿងមិនចេះចប់ណាពាក់ព័ន្ធនឹងគម្រោងមូលនិធិឃុំវាពុកផុយវារលួយឆ្នាំ2024 25ទើបនឹងធ្វើហើយនេះចុះហេតុអីបានលបើកគ្រប់កន្លែងសឹងគ្រប់កន្លែងហើយខ្ញុំសួរថាលោកអភិបាលចេះខ្មាស់គេអត់ណាចេះខ្មាស់គេអត់ខ្ញុំសួរតែមួយម៉ាត់នេះណាបើឲ្យខ្ញុំធ្វើចវាយស្រុកងាប់ហើយខ្ញុំខ្មាស់បងប្អូនប្រជាពលរដ្ឋងាប់ហើយប៉ុន្តែអាណាគេឲ្យខ្ញុំធ្វើចវាយស្រុកឲ្យខ្ញុំធ្វើមិនកើតដែរបើមិនជឿសារមើលខ្ញុំធ្វើមើលខ្ញុំធ្វើមិនកើតទេណាប៉ុន្តែខ្ញុំយល់ប្រើមន្ត្រីជំនាញមកណាលោកអភិបាលរឿងទទួលបន្ទុកហើយយ៉ាងម៉េចដែរលោកអភិបាលរឿងទទួលបន្ទុកខ្ញុំខលទៅគាត់ដែរលើកដែរហ្នឹងហើយហើយលោកជួយមើលផងមើលជាផ្នែកជាប្រមោះជាផ្នែកជាច្រមុះប្រមុខរាជរដ្ឋាភិបាលជាផ្នែកច្រមុះឲ្យមុខលោកអភិបាលខេត្តព្រៃវែងពេលខ្លះលោកមិនអាចដឹងអស់ទេហ្នឹងហើយដូចលោកអាបាខេត្តគាត់រឿងគ្រប់ច្រកលហកហ្នឹងហើយអញ្ចឹងមិនអាចគ្រប់គ្រងបានទាំងអស់ទេអញ្ចឹងទេសំណុំពរទៅលោកអភិបាលរឿងស្រុកដែលទទួលបន្ទុកណាហើយជាពិសេសលោកអភិបាលឯស្រុកណាមេស្រុកសំណុំពរថាចេះឈឺចាប់ផងមើលចេះខ្មាស់ចេះអៀនផងមើលហើយជាពិសេសលោកមេឃុំណាជាម្ចាស់កញ្ចប់ថវិកាផ្ទាល់នេះតំណាងឲ្យបងប្អូនប្រជាពលរដ្ឋនេះមើលចេះខ្មាស់គេខ្លះមើលសំបីតែក្មេងក៏វាដឹងដែរណាចាក់ស្ដាងស៊ីក្រាស់ចាក់ក្រាស់ស៊ីស្ដាងណាគេតែងលើកមកនិយាយណាហ្នឹងហើយខ្ញុំនិយាយទៅក្រៃលោវាប៉ះពាល់កាន់តែខ្លាំងហើយក្រុមហ៊ុនដែលធ្វើពុកផុយធ្វើដកដៃមិនទាន់រួចបាន4-10ថ្ងៃខូចហ្នឹងដឹងហើយតើហើយចុះមិនក៏នៅឲ្យអនុវត្តគម្រោងទៀតហើយដេញបានច្រើនជាងគេទៀតណាទី1ក្រុមហ៊ុនពីណាទី2ក្រុមហ៊ុនពីណាដឹងហើយតើខ្ញុំបាច់ខ្ញុំនិយាយច្រើនទេខ្ញុំនិយាយទៅវាចេះនិយាយច្រើនទៀតនិយាយទៅវាចេះទៅមុខទៅទៀតហ្នឹងហើយខ្ញុំមិនចង់ល្បីទេណាល្បីវាមិនខ្ញុំមិនខ្លាចទេណាសួរថាបងប្អូនអ្នកព័ត៌មានគាត់សួរថាចុះហួរឯងមិនគូស្រែកម៉េចអត់ខ្លាចទេសួរថាខ្ញុំមិនខ្លាចម៉េចខ្ញុំក៏មានកូនដែរខ្ញុំមានប្រពន្ធដែរខ្ញុំក៏ជាពាក់ធនាគារដែរខ្លាចដូចគ្នាហ្នឹងណានេះលេមលើមនេះនេះណានេះណាខ្ញុំមានចឹងដែរខ្ញុំមានបន្ទុកគ្រួសារខ្ញុំដែរខ្ញុំខ្លាចប៉ុន្តែបើខ្ញុំមិនស្រែកទេដូចវាហួសហេតុពេកដូចចវាយស្រុកអត់ចេះខ្មាស់គេផងធ្វើដល់ចវាយស្រុកនោះហើយណាហើយសំណុំពើថាធ្វើម៉េចគម្រោងដែលមិនទាន់បើកលុយអស់ហ្នឹងសំណុំពើថាធ្វើម៉េចជួសជុលឡើងវិញឲ្យបានស្អាតផងណាទាំងចផុចទាំងព្រៃខ្នេះយើងកុំតន់និយាយបាភ្នំដោយសារលោកអភិបាលស្រុកបាភ្នំគាត់ទៅមកទេយើងកុំវាយរៀបអួរទាំងអស់ណាហ្នឹងហើយខ្ញុំនិយាយតែមេសាងសិនទេហើយចាំចប់បាភ្នំមកបន្តិចទៅហ្នឹងហើយខ្ញុំសួរដដែលណាខ្ញុំបងប្អូនប្រៀបថាឆ្កែចុះហ្នឹងហើយឆ្កែនៅតែព្រុសមនុស្សនៅតែដើរហើយព្រុសមិនព្រុសទៅគម្រោងស្រុកដេញហើយបងប្អូនជួយពិចារណាមើលទៅសូឡាឡើយវាមានថ្លៃស្អីវា140រៀល50រៀលហើយបកគោល1 10រៀលចំណាយអស់100ចុះខ្ពស់បំផុតមិនអញ្ចឹងបងប្អូនជួយខមមិនគ្នាមើលខ្ពស់បំផុត100ចុះហើយម៉ាណាលេងម្ដង1លានកន្លះហើយយកលុយទៅណាអូណាយកលុយទៅណាអូមើលលោកមេសាអីលោកអភិបាលស្រុកមេសាងមើលយកលុយទៅណាអូណាខ្ញុំមិនមែនថាយកមកចែកអ្នកកសែតទេហ្នឹងហើយជាស្រ័យលោកអូយលោកមិនហ៊ានទេហ្នឹងហើយមិនហ៊ានខົບខិតអីយ៉ាងម៉េចទេហ្នឹងហើយណាគាត់តែចង់សួរថាវាហួសហេតុពេកហើយហ្នឹងហើយឥឡូវចប់ទៅមេសាង